រួមជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពិជាតិរបស់សហរដ្ឋអាមេរិកបានធ្វើសន្និសីទសារព័ត៌មានមួយខែទៀតបន្ទាប់ពីមានការបែកធ្លាយព័ត៌មានអំពីការវាយប្រហាររោងចក្រនុយក្លេអ៊ែរ Fordo របស់ប្រទេសអ៊ីរ៉ង់ដែលជាការបកស្រាយបន្ថែមទៅលើលទ្ធផលនៃការភ្លឺធ្វើបច្ចុប្បន្នភាពលទ្ធផលនៃការវាយប្រហារនោះហើយនៅក្នុងសន្និសីទសារព័ត៌មាននេះគឺលោកប្រនីស្ថាធិការគឺលោកដេមខេនលោកបានរៀបរាប់យ៉ាងលម្អិតនៅបញ្ហាមួយចំនួនគឺទីមួយលោករៀបរាប់តាំងពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកនៅប្រទេសកាតាគឺមូលដ្ឋាន ROD ហើយក៏មានរៀបរាប់អំពីតើសហរដ្ឋអាមេរិកបានចាប់អារម្មណ៍តាមដានគ្រាអាវុធនុយក្លេអ៊ែរ Fordo របស់ប្រទេសអ៊ីរ៉ង់តាំងពីពេលណាមកហើយការវាយប្រហារបែបណាដែរអញ្ចឹងខ្ញុំសូមជូននៅវគ្គទី1នេះគឺតកតងនឹងការរៀបរាប់របស់លោកនាយកសមាជិកកងទ័ពរុនដែលរៀបរាប់អំពីការត្រៀមលក្ខណៈក្នុងការកម្មទទួលការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាកាសនៅ ROD បាទគឺគាត់សង្ខេបមកគឺសាររដ្ឋអាមេរិកបាននឹងរឿងមុនហើយត្រៀមកម្លាំងសម្រាប់ទ័ពអ្វីដែលត្រៀមកម្លាំងសម្រាប់ទ័ពនោះគឺទ័ពមនុស្សតែ44នាក់ទេត្រៀមសម្រាប់បាញ់នេះថាកំជួយទៅខែការពារបាត់ជ្រៀតហ្នឹងឬក៏ប្រាំហៅបាត់ទីយូហ្នឹងសម្រាប់ទ័ពស្កាប់ហើយអ្នកដែលបញ្ជាការនៅពេលហ្នឹងគឺលោកអនុសម័យឯងម្នាក់ដែលមានអាយុត្រឹមតែ28ឆ្នាំទេកាលពីនោះសល់តែក្មេងៗហ្នឹងបាទគឺប្រើបច្ចេកវិទ្យាហ្នឹងដើម្បីវិប្រហាដូច្នេះនេះគឺជាការរៀបរាប់មួយអំពី tactic សង្គ្រាមរបស់សហរដ្ឋអាមេរិកដែលយើងបានវាតបតែម្ដងតែខ្ញុំសូមចែករំលែកពាក្យមួយនេះឲ្យពេញមិត្តបានស្លាប់ហើយស្វែងយល់បានដឹងអំពី tactic របស់សហរដ្ឋអាមេរិកហើយដែលខ្ញុំសូមបកប្រែជូនហើយក្រាបប្រកាសដោយតទៅ